អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងស្អែកប្រឡងអីប៉ុន្តែថ្ងៃហ្នឹងយើង relax ខ្លះហើយដើម្បីកុំឲ្យមានភាពតានតឹងពេកបាទអញ្ចឹងថ្ងៃហ្នឹងយើងធ្វើដំណើរទៅកាន់ភ្នំពេញ Safari បាទឥឡូវភ្លេចខ្លួនយើងឃើញថាដល់ផ្លូវបត់ចូលភ្នំពេញ Safari ហើយឥឡូវនេះអញ្ចឹងបន្ទាប់ពីបត់ចូលយើងចូលតាមខ្លងទ្វារហ្នឹងទៅរហូតបាទហើយបន្ទាប់ពីជិះចូលមកប្រហែល5នាទីគឺយើងនឹងដល់ចំណតឡានអញ្ចឹងយើងឃើញថាថ្ងៃហ្នឹងមានភ្ញៀវទៅដើរលេងច្រើនមែនតើបាទហើយយើងឃើញថាមកសុទ្ធតឡានហ្មងបាទឥឡូវនេះយើងមកដល់កន្លែងចតស្រួលបួលហើយយើងក៏ធ្វើដំណើរដើរទៅរកខ្លងទ្វារសួនសត្វ Safari ដើម្បីដកសម្បត្តិបាទគឺយើងដោយសារយើង booking តាម online ដល់ពេលអញ្ចឹងទៅយើងត្រូវទៅដកសម្បត្តិអញ្ចឹងយើងឃើញថាឥឡូវយើងចាប់ផ្ដើមធ្វើដំណើរទៅហើយឃើញថាថ្ងៃហ្នឹងត្រជាក់មែនតើហើយមកឡំស្ទុំហ្មងមេឃអញ្ចឹងស្រួលដើរហ្មងហើយឥឡូវយើងដើរទៅក៏ជួបជាមួយនឹងនេះជួបគ្នាទៅចៃដន្យបាទហើយយើងនិយាយគ្នាទៅសំណាគ្នាអំពីហេតុការណ៍ដែលកើតឡើងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមហាលោតផ្លោះឥឡូវយើងធ្វើដំណើរទៅយើងឃើញថាអូថ្ងៃហ្នឹងមនុស្សច្រើនខ្លាំងមែនតើឥឡូវយើងដល់ខ្លងទ្វារបាទហើយមកសត្វទំនើបហ្មងហើយឥឡូវមុននឹងចូលទៅយើងត្រូវដើរទៅរកកន្លែងដើម្បីតម្រង់ជួរដកសវត្តបានអូឃើញថាមនុស្សហ្នឹងច្រើនមែនតើបាទមកដកសវត្តបានគឺដឹងមកម៉ានេះបាទបាទគឺថាឥឡូវយើងមកដល់កន្លែងដកសវត្តហើយបាទគឺឃើញថាមនុស្សតំងជួរវែងមែនតើហើយយើងត្រូវឈរចាំដកសវត្តទៀតហើយមកដកសវត្តបានឥឡូវបងប្អូនយើងបានចូលមកដល់ក្នុងហើយឥឡូវម៉ែមនុស្សនឹងច្រើនមកដកសវត្តបានឥឡូវយើងចូលមកដល់ក្នុងទៅនេះឃើញគេដាក់តាំងសัตว์នៅក្រៅមានមន្ត្រីមកមុខកាចនេះមន្ត្រីនេះកាចបងហើយមានសេកមានដើកហើយមានភេសមុទ្រ otter ហើយឥឡូវយើងមកដល់កន្លែងមើលថៃមកសើថៃអានេះថៃខយតែឃើញថាពណ៌ខ្មៅដូចរៀងច្រើនជាងពណ៌ទឹកក្រូចសពណ៌ខ្មៅសោះស្អែកវា5ថ្ងៃយូរវាភ្លេចលាប sunscreen ហ្នឹងបងមកឡើងខ្មៅបងតែយើងឃើញថានៅកន្លែងអាងថៃខយហ្នឹងគឺថាគឺច្រើនសបោពណ៌ខ្មៅច្រើនជាងដឹងមិនដែរប្រហែលវា5ថ្ងៃច្រើនពេកមកទៅហើយឥឡូវយើងដាក់ចំណីឲ្យវាទៅមកគឺម៉ាខ្ញុំបាច់ចំណីឲ្យវាគឺវាមកស៊ីច្រើនមែនតើបាទស៊ីឲ្យវាបាច់ទឹកបាច់ឲ្យពេញទឹកពេញដីទៀតហើយឥឡូវបន្ទាប់ពីឲ្យចំណីថៃហើយយើងដើរចូលទៅក្នុងហើយក៏បានជួបជាមួយនឹងស្វាអ៊ូតុងនេះទាំងលើកដៃលើកជើងជាមួយគ្នាដូចហ្នឹងបាទហើយយើងឃើញថាគេមកថតរូបជាច្រើនបាទប៉ុន្តែខ្ញុំសើឈរចិត្តវាប្រហែលវាលើកដៃអីហិតឃ្លៀននេះឥឡូវយើងចេញពីវាបានចេញពីវាហើយឥឡូវយើងដើរចូលទៅយើងក៏ឃើញជាមួយនឹងសត្វសេកនៅខាងសងខាងនេះបាទនៅខាងឆ្វេងនេះបាទសត្វសេកបាទហើយឃើញសេកហ្នឹងចឹងប៉ុន្តែគឺជើងវាមានជាប់ចង្វាក់អីបាទគឺវាអត់ហោះទៅណាទៅណីញ៉ៃឥឡូវយើងដើរចូលមកដល់បាទឃើញថាថ្ងៃហ្នឹងអត់សូវក្តៅទេទោះបីក្តៅក៏សតុំនៅដោយសារនៅក្នុងហ្នឹងគឺឃើញមានព្រៃឈើគឺដាំព្រៃឈើច្រើនមែនតើអញ្ចឹងវាធ្វើឲ្យយើងអត់សូវក្តៅបាទហើយដល់ពេលយើងដើរមកដល់ក្នុងនេះយើងឃើញមានសត្វមានអីចឹងដូចនេះសត្វក្តាន់ញ៉ៃបាទឆ្លងវាទូចមែនតើបាទគឺទម្ងន់វាមានតែ2គីឡូទេធ្ងន់ជាងគេគឺ2គីឡូទេហើយឡើងទូចហើយជើងវាដូចចកឹះហ្នឹងចឹងបងប្អូនបាទហើយឥឡូវសូមបងប្អូនទស្សនាតាមហ្នឹងបាទគឺអានេះសត្វក្តាន់ញ៉ៃបាទឃើញជើងវាទូចមែនតើបាទនោះវាដេកនោះតែមើលកប់កប់ពូហ៎មិនគេហៅកប់នោះបឡាំមួយថ្មនោះកប់តូចប
bàបន្ទាប់ពីយើងដើរលេងមកស្ទុះមកឥឡូវយើងដល់កន្លែងស្រស់ស្រូបអាហារពេលថ្ងៃត្រង់នេះបាទលើច្រើនណាស់អញ្ចឹងយើងរៀងធ្វើចាំយូរដែរហើយឥឡូវបន្ទាប់ពីញ៉ាំបាយហើយគឺយើងមកមើលសម្ដែងសត្វស្វាឧរងឧតុងបាទគឺជាសម្ដែងដែលចុងក្រោយបំផុតហើយយើងមើលសម្ដែងនេះហើយយើងនឹងត្រឡប់ទៅផ្ទះវិញបាទជាចុងក្រោយខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងនិងទស្សសម្ដែងណាដែលមិនសមរម្យទុកជាមុនបាទបាយ